នេះធ្វើក៏ទើហូបម្ដងបងប្អូនហើយនិយាយថាជាតិនោះជាតិដល់ហើយការធ្វើរបស់ខ្ញុំនេះគឺងាយស្រួលមែនតើបងប្អូនទឹកស៊ុបនេះយើងមិនបាច់ចាំរងាស់ចេញពីជើងគោអីទេព្រោះថៃនៅជប៉ុនអត់មានជើងគោលក់ទេបើមានលក់តទៅហាងអាស៊ីហាងអីបានមានលក់អញ្ចឹងណាតែខ្ញុំអត់បានទៅទិញទេដោយសារតែហាងអាស៊ីនឹងវានៅឆ្ងាយពេកអញ្ចឹងមានតែទិញសាច់គោមករងាស់វាចំនួនជើងគោអញ្ចឹងណាព្រោះថាជើងគោហើយនឹងសាច់គោវាដូចតែគ្នាទេគ្រាន់ថាជើងគោយើងរងាស់យូរម៉ោងអញ្ចឹងណាបើសាច់គោយើងរងាស់តែមួយផ្លែតឬក៏មួយម៉ោងអីទៅបានហើយជាការស្រេចបាត់ហើយមិនមែនយើងរងាស់ឲ្យសាច់គោនឹងវាផុយទេបងប្អូនគឺរឿងរងាស់យកទឹកជាតិចេញពីសាច់គោអញ្ចឹងណាអញ្ចឹងយើងត្រូវតែរងាស់រៀងយូរទីទៅដើម្បីឲ្យវាចេញជាតិមកលើទឹកស៊ុបរបស់យើងយ៉ាងហូបមួយគុយទាវដឹងថារសជាតិគឺពិសេសមែនទែនឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយឥឡូវនេះទឹកស៊ុបខ្ញុំបានឆ្អិនរួចរាល់ហើយខ្ញុំចាប់ដើមដួសយកមកសូគុយទាវរបស់ខ្ញុំបងប្អូនហើយនិយាយថាខ្លាំងណាស់ឈ្ងុយមែនទែនហ្មងឥឡូវនេះខ្ញុំបន្ថែមជីបន្តិចហើយនឹងខ្ទឹមបំពងចូលទៅហើយស្រួយទឹងទេពីលើហើយក៏ច្របាច់គល់ឆ្មាមួយចំណិតទៀតអញ្ចឹងណារួចខ្ញុំក៏បន្ថែមសាច់គោឆៅពី3ចំណិតចូលទៅ